ខ្ញុំមកចូលរួមឆ្នាំដើម្បីសូមថ្វាយតាដើម្បីបានទឹកភ្លៀងឲ្យបានច្រើនឲ្យប្រជាជនយើងធ្វើសារចម្ការបានផលល្អៗ សម្រាប់នៅសុខភាពជារៀងរាល់ឆ្នាំសូមឲ្យកូនចៅសុខភាពសម្រាប់នៅរៀងរាល់ឆ្នាំមានជំងឺជាអ្នកគ្នា តែខ្លួនបែបផ្លែផ្សេងគ្នាដូចជាជាដូចជាដែលផ្លែដូចជាមនុស្សព្រៃមនុស្សអីហ្នឹងបងប្អូនហើយខ្ញុំពិតជាសប្បាយមែនតើដោយសារខ្ញុំចូលរួមលើកទី1ដំបូងបាទក្នុងវិធីបន់ហ្នឹងគឺយើងមានការថ្វាយដូចជាយើងមានបណ្ណាំងគូយើងតាយើងសែនយើងបណ្ណាំងសេះថ្វាយហ្នឹងហេតុផលដែលម្យ៉ាងគត់គឺយើងសុំសេចក្តីសុខសេចក្តីចម្រើនហើយនឹងឲ្យមានភ្លៀងទឹកគ្រប់គ្រាន់ក្នុងការធ្វើរដូវវស្សាយ៉ាងហ្នឹងវាជាប្រពៃណីដែលនៅក្នុងសង្គមនេះតែប្រព្រឹត្តទៅ